អ្នកណាចាញ់គឺនឹងត្រូវអស់$5000ហើយបរិច្ចាគទៅអង្គការសប្បុរសធម៌ក្នុងវីដេអូនេះគឺជាការសន្ទនាគ្នាហើយក៏ជាការភ្នាល់គ្នាផងដែររវាងបរិបទពីររូបបាទមួយគឺអ្នកសម្ភាសសាណុនសាបជាមួយនឹង Ice Sauce Speed ហើយអ្នកសម្ភាសសាណុនសាបក៏បានលើកយកប្រធានបទមួយបាទគឺប្រៀបធៀបគ្នារវាង Cristiano Ronaldo ជាមួយនឹង Lionel Messi ហើយក៏បានសួរទៅ Ice Sauce Speed ថារវាងអ្នកទាំងពីរតើអ្នកណាជា GOAT ព្រាមនោះគឺមិនស្ទាក់ស្ទើរនោះឡើយ Ice Sauce Speed ក៏បានឆ្លើយថា Ronaldo 100%តែម្ដងហើយអ្នកសម្ភាសសាណុនសាបក៏បញ្ជាក់ទៀតថាលើស Messi មែនទេ Ice Sauce Speed ក៏ឆ្លើយថាបានហើយ Ice Sauce Speed ក៏បានសួរបកទៅវិញបាទទៅកាន់អ្នកសម្ភាសសាណុនសាបហ្នឹងឯងបាទថាតើ Messi ឬ Ronaldo ហើយអ្នកសម្ភាសក៏ឆ្លើយថាគឺ Messi ពេលនោះគឺ Ice Sauce Speed បាទរៀងខឹងដែរដោយសារតែជាអ្នកគ្រប់គ្រងផ្ទុយគ្នាហើយក៏បានងើបឈរហើយនិយាយពាក្យលាថែមទៀតប៉ុន្តែគឺអត់តន់ទៅណាឆ្ងាយនោះទេប្រិមត្តយើងបាទគឺអ្នកទាំងពីរក៏បានធ្វើការប្រៀបធៀបគ្នាដោយបរិច្ចាគ$5000ទៅអង្គការសប្បុរសធម៌បាទដល់ធ្វើការ vote រវាង Cristiano Ronaldo ហើយនិង Lionel Messi ជាក់ស្ដែងគឺ Cristiano Ronaldo ទទួលបាន52%បាទក៏ទទួលបានជ័យជំនះ